ខ្ញុំสนំពោដល់បងប្អូនជាកសិករទូទាំងប្រទេសកម្ពុជាយើងបាទបើបងចង់ដាំបន្លែដូចខ្ញុំសូមខ្ញុំสนំពោឲ្យបងជ្រើសរើសគ្រាប់ពូជឲ្យបានត្រឹមត្រូវគឺពូជព្រួញក្រហមបាទបងប្អូនពុកម៉ែបងប្អូនបាទខ្ញុំបាទឈ្មោះរីលីនៅក្នុងស្រុកស្វាយលើខេត្តសៀមរាបហើយខ្ញុំហើយសប្តាហ៍ថ្ងៃខ្ញុំប្រកបមុខរបរកសិកម្មធ្វើស្រែនិងដាំបន្លែជាទូទៅពេលខ្ញុំធ្វើស្រែចការប្រមូលផលរួចអស់ហើយឬក៏ខ្ញុំព្រោះរួចអស់ខ្ញុំនឹងមកដាំបន្លែហើយតែខ្ញុំជ្រើសរើសដាំពូជពេញចិត្តនេះបងប្អូនក្លែកមើលពូជពេញចិត្តណាផ្លែក្តឹបច្រើនផ្កាល្អផ្កាញីច្រើនដូចជាទូទៅគឺវាផ្កាល្អផ្លែល្អហើយដើមវាធន់នឹងជំងឺហើយដាំរដូវវស្សាជាទូទៅបងប្អូនមើលតែដាំរដូវវស្សាប៉ុន្តែផ្លែគឺអូខេរដូវប្រាំងរឹតតែល្អេមទៀតនេះគឺប្រភេទទិនចិត្តលោកគ្រូក្រុមហ៊ុនព្រួយក្រហមទូទៅនៅស្រុកភូមិខ្ញុំគេហៅថាព្រួយបាទប៉ុន្តែលក្ខណៈទូទៅងាយស្រួលក្នុងការដាំពូជនេះគឺមិនរើសដីធន់នឹងជំងឺហើយលក្ខណៈឡើងទ្រើងល្អបើនិយាយពីមូលដ្ឋានគ្រឹះវាពេលយើងដាំមកណាលោកគ្រូដោះមកគឺស្លឹកបាវាគឺកន្លាំងកូនគ្រឿបទៅសក់យើងគឺកន្លាំងដោះមកកន្លាំងអត់ងាយងើបអត់ងាយកើតរូបផ្សិតរលួយហើយយើងស្រួលថែអត់សូវចុះថ្នាំអត់សូវចុះជីច្រើនហើយយើងចំណាយពេលក្នុងការដាំគឺឆាប់បានប្រមូលផលតែបងផ្លែមានតែកន្លែងនេះឬក៏កន្លែងផ្សេងមានទូទៅលោកគ្រូបាទផ្លែវាមានទូទៅបាទបងមកនេះក៏មានដែរលោកគ្រូនេះវែកមើលកដាលនេះផ្លែវាគឺមិនមែនតាកណាផ្លែច្រើនធាត់បង្ហាញបងប្អូនទេហើយក៏មិនមែនរូបភាពកាត់តដែរមើលទូទៅមើលទៅកាយជាស្ដែងលោកគ្រូនេះមើលនេះឃើញទេលោកគ្រូជាស្ដែងណានេះរោងគ្នាដូចគ្នាជាស្ដែងនេះមកក្តាប់នេះមើលផ្លែមកក្តាប់ឃើញទេឃើញទេនេះឃើញទេបាទតែផ្លែវាបាំងលើលោកគ្រូមើលទៅគឺផ្លែល្អណាបាំងលើបាទហើយឡើងទ្រើងលោកគ្រូមើលទៅនេះឈើនេះឡើងផុតអស់ហើយចង់និយាយថានេះឆ្នាំក៏អត់ទៅបានបាញ់ច្រើនខែនេះខែគេបងខែនេះគឺរដូវវស្សាបាទតែរដូវប្រាំងក៏ផ្លែដូចគ្នាសម្រាប់ពូជទន់ចិត្តបាទគឺផ្លែល្អដងដើមត្រួយអីមិនដែរបងអូបងអើយផុតរោងអស់ហើយនេះផុតទ្រើងអស់ហើយបងមើលតើលៀកដាក់ទូទៅបាទហើយនេះឃើញទេហើយមើលបើនិយាយទៅក្តាប់បងមើលក្តាប់នេះតិចរៀងអ៊ូតក្តាប់ទីចុះបងមើលក្តាប់បាទផ្កាញីបងមើលនេះចាប់ពីដៃខ្ញុំឡើងលើនេះមើលនេះបាទផ្កាញីទាំងអស់បាទនេះផ្កាឈ្មោលមានមួយនេះផ្កាញីទាំងអស់នេះបាទខ្ញុំสนំពោដល់បងប្អូនជាកសិករទូទាំងប្រទេសកម្ពុជាយើងបាទបើបងចង់ដាំបន្លែដូចខ្ញុំសូមខ្ញុំสนំពោឲ្យបងជ្រើសរើសគ្រាប់ពូជឲ្យបានត្រឹមត្រូវគឺពូជព្រួញក្រហមក្រុមហ៊ុនពូជព្រួញក្រហមឈ្មោះទិនចិត្តពូជទិនចិត្ត